ស្រីៗយើងទាំងអស់គ្នាដឹងអត់ថាអ្វីទៅដែលធ្វើមិនអោយមនុស្សស្រីយើងមានកូនថ្ងៃនេះខ្ញុំនឹងលើកជូនដល់បងស្រីទាំងអស់គ្នានៅពេលអនាគតគឺយើងត្រូវការពារមែនទែនពីជំងឺមួយនេះគឺជំងឺមហារីកមាត់ស្បូនបើសិនជាយើងកើតជំងឺមហារីកមាត់ស្បូនគឺយើងមិនអាចមានកូនបានទេហើយតើយើងគួរធ្វើដូចម្តេចដើម្បីបង្ការវាឥឡូវនេះតើយើងដឹងទេថាតើរោគសញ្ញានៃជំងឺមហារីកមាត់ស្បូនមានដូចជាអ្វីខ្លះរោគសញ្ញានោះគឺមានដូចជាការធ្លាក់ទឹកលឿងមិនធម្មតាពីទ្វារមាសធ្លាក់ឈាមដោយឯងនៅចន្លោះពេលមករដូវធ្លាក់ឈាមក្រោយពេលរួមភេទឈឺចាប់ផ្នែកខាងក្រោមពោះហើយនៅពេលដែលកោសិកាមាត់ស្បូនចាប់ផ្ដើមវិវត្តទៅជាមហារីកគឺវានឹងចេញទៅជារោគសញ្ញាដូចជាធ្លាក់សោមិនប្រក្រតីឈឺចាប់ពេលរួមភេទរដូវមិនទៀងទាត់ហូរឈាមតាមទ្វារមាសអាចហូរនៅចន្លោះពេលមករដូវឈឺចាប់ក្នុងត្រគាកឈឺជើងហើយនឹងឈឺចង្កេះមានហូរឈាមមកឬហូរទឹកនោមតាមទ្វារមាសមានភាពស្លេកស្លាំងដោយសារតែការហូរឈាមពីទ្វារមាសទាំងអស់នេះហើយគឺសុទ្ធតែជារោគសញ្ញាដែលបញ្ជាក់ឲ្យយើងដឹងថាយើងគឺនឹងអាចកើតជំងឺមហារីកមាត់ស្បូនឥឡូវនេះយើងនឹងឈានទៅដល់ការបង្ការជំងឺមហារីកមាត់ស្បូនទី1ស្ត្រីអាចនឹងធ្វើការចាក់វ៉ាក់សាំង HPV ទី2ត្រូវទៅពិនិត្យសុខភាពឲ្យបានទៀងទាត់ទី3សុវត្ថិភាពផ្លូវភេទទី4ជៀសវាងបារីនិងទី5រស់នៅដោយមានអនាម័យនិងមានសុខភាពល្អជំងឺមហារីកមាត់ស្បូនអាចបង្ការបាននិងព្យាបាលបានបើរកឃើញឆាប់ការចាក់វ៉ាក់សាំងនឹងត្រូវត្រួតពិនិត្យជាប្រចាំគឺជាចំណុចសំខាន់បំផុតក្នុងការការពារឥឡូវនេះប្រធានបទរបស់យើងដែលនិយាយអំពីជំងឺមហារីកមាត់ស្បូនដែលអាចនឹងធ្វើឲ្យស្ត្រីមិនអាចមានកូនបានគឺត្រូវបានបញ្ចប់នាងខ្ញុំសង្ឃឹមថាបងស្រីទាំងអស់គ្នាត្រូវតែប្រុងប្រយ័ត្នជាមួយនឹងជំងឺមួយនេះនាងខ្ញុំសូមអរគុណសូមព្រះប្រទានពរ